អាឡូអនុប្រធានសុងបាទខ្ញុំគឺសិនយ៉ាងឥឡូវខ្ញុំនៅមន្ទីរពេទ្យរបស់អ្នកបើរឿងសម្រាប់ពេទ្យអ្នកគ្រាន់តែមកទីនេះមកខ្ញុំនឹងទៅដល់ភ្លាមអូខេសូម្បីតែអ្នកធំក៏គាត់មិនឲ្យតម្លៃផងអ្នកឯងសម្ដែងបានសមល្អណាស់តើនរណាថាគាត់សម្ដែងនរណាថាគាត់សម្ដែងអនុប្រធានសុងអនុប្រធានសុងអនុប្រធានសុងហេតុអីអ្នកមកទីនេះខ្ញុំមកមើលថាតើអ្នកធ្វើបាបសាច់ញាតិនិងអ្នកជំងឺយ៉ាងម៉េចខ្លះអនុប្រធានសុងខ្ញុំអត់បានធ្វើទេឃើញច្បាស់ថាមានក្រែទំនេរច្រើនណាស់តែអ្នកបែរជាប្រាប់អ្នកជំងឺថាគ្មានក្រែទៅវិញវះកាត់មិនបានអនុប្រធានសុងនេះជាការយល់ច្រឡំទេខ្ញុំនឹងរៀបចំការវះកាត់ភ្លាមអ្នកមិនបាច់រៀបចំទៀតទេអ្នកត្រូវបានបណ្ដេញចេញហើយបណ្ដេញចេញអនុប្រធានសុំឲ្យខ្ញុំសុំទោសបានទេក្នុងនាមជាគ្រូពេទ្យម្នាក់អ្នកចិត្តណាធ្វើបាបអ្នកជំងឺធ្វើបាបសាច់ញាតិគេអាត្មានិយមគ្មានសិលធម៌វិជ្ជាជីវៈហើយអ្នកដេញតាមគេមិនទាន់ក៏ចិត្តណាប្រមាថគេសងសឹកដោយចិត្តនេះអាក្រក់សិលធម៌ធ្លាក់ចុះដុនដាបចរិតលក្ខណៈអាក្រក់បំផុតមន្ទីរពេទ្យយើងមិនត្រូវការគ្រូពេទ្យដូចអ្នកទេអនុប្រធានសុំខ្ញុំខុសហើយខ្ញុំដឹងខ្លួនខុសហើយផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតមកចុះពេលអ្នកធ្វើបាបអ្នកជំងឺតើអ្នកគិតអីពេលនេះវាហួសពេលហើយចាប់ពីថ្ងៃស្អែកទៅអ្នកមិនបាច់មកធ្វើការទៀតទេខ្ញុំនឹងរាយការណ៍ពីស្ថានភាពរបស់អ្នកតាមការពិតអ្នកមិនបាច់សួរនាំខ្ញុំពេញមួយខែតែម្ដងទៅចង់ឲ្យខ្ញុំអង្វរអ្នកឲ្យជួយនិយាយរកខ្ញុំមែនទេសង្ឃឹមថាអ្នកមិនមែនដឹងខ្លួនថាខុសនោះទេគឺអ្នកដឹងថាខ្លួនឯងចិត្តចប់ហើយសួស្ដីអ្នកគឺជាឆេនយ៉ាងដែលលោកស្រីសបានប្រាប់មែនទេខ្ញុំគឺសំហ្គៃវែងអ្នកកុំបារម្ភអីការវះកាត់ឪពុកក្មេករបស់អ្នកខ្ញុំនឹងធ្វើវាដោយផ្ទាល់អរគុណលោកស្រីនីយិកាសងមិនអីទេបើវាជារឿងពិតឆេនយ៉ាងគាត់ពិតជាអនុនីយិកាសំហ្គៃវែងមែនអីអនុនីយិកាដ៏មានអំណាចបែរជាគួរសម្ដាក់គាត់ដល់ថ្នាក់ហ្នឹងខ្ញុំមិនបានមើលច្រឡំទេដឹងគាត់មិនមែនគ្រាន់តែចេះអួតអាងនោះទេលោកខ្ញុំបានមើលប្រវត្តិជំងឺរបស់អ្នកហើយពិតជាមានបញ្ហាបន្តិចមែនប៉ុន្តែអ្នកកុំបារម្ភអីខ្ញុំវះកាត់ដោយផ្ទាល់គឺគ្មានបញ្ហាទេអរគុណលោកស្រីសុច្រើនណាស់មិនបាច់អរគុណខ្ញុំទេបើចង់អរគុណទៅអរគុណឆេនយ៉ាងទៅឆេនយ៉ាងលើកនេះបានអ្នកជួយហើយអូអ្នកផ្ទះតែមួយមិនបាច់គួរសំពេចទេប្តីសម្លាញ់លើកនេះអរគុណអ្នកខ្លាំងណាស់បើគ្មានអ្នកទេខ្ញុំមិនដឹងថាត្រូវធ្វើបែបណាទេព្រោះអ្នកជាប្រពន្ធរបស់ខ្ញុំមិនបាច់និយាយពាក្យបែបនេះជាមួយខ្ញុំទេបើខ្ញុំមិនជួយអ្នកតើឲ្យខ្ញុំទៅជួយអ្នកណាគាត់ហាក់ដូចជាប្លែកពីមុនមែនបងឡងក្មេងម្នាក់នោះនៅណាខ្ញុំតាមមើលរហូតនឹងមិនទាន់ចេញមកទេអូខេអ្នកនៅចាំមើលទីនេះទៅរីកាមកភ្លាមបាត់បងឡងទៅចុះហ៊ានឲ្យយើងលុបជង្គង់ផងអីលើកនេះខ្ញុំនាំគ្នាដឹងគ្នាបើមិនវាឲ្យបាក់ជើងទាំងពីរទេមិនបាច់ឡើងឡានទេចាប់ផ្ដើមកម្មវិធីទៅអាឡូមេក្លឹប Dynasty ទប់មិនជាប់ទេក្លឹប Dynasty ពិតជាការពីមិនបានមែនអីពិតមែនហើយគ្មានសង្ឃឹមបន្តិចសោះមែនទេគ្មានទេចប់ហើយវើយបងសែនอย่าបន្ធូរកំហឹងសិនទៅចេញទៅមើលស្អីភ្លីភ្លើអស់ហើយមែនទេពួកអ្នកចេញទៅឲ្យឆ្ងាយទៅដូចខ្ញុំហើយតែការងារឈួតលប់នឹងធ្វើមិនចេញទៀតពិតជាចង្រៃមែនចុះអាបងទី3នឹងជាអ្នកណាទៀតបងទី3គឺខ្ញុំអ្នកហេតុអីអ្នកមកទីនេះបងថ្ងៃនេះខ្ញុំស្ទើរតែត្រូវគេវីទៅហើយតើឲ្យខ្ញុំត្រឡប់ទៅណាវិញមករកខ្ញុំធ្វើស្អីមិនបានប្រាប់ឈ្មោះខ្ញុំទេអី
អាហាប្រើការបានអ្នកហ៊ានមកខ្លាំងក្នុងទឹកដីខ្ញុំផងបាទគាត់ឈ្មោះឆេនយ៉េងថែមទាំងឲ្យខ្ញុំនាំពាក្យមកប្រាប់អ្នកទៀតគាត់ថាបើមិនចង់ឲ្យក្លឹបអធិរាជត្រូវរំសាយចោលឲ្យទៅរកគាត់ខ្ញុំស្មានថាក្លឹបអធិរាជយើងកំពុងតែល្អតើណែយើងទាំងពីរដឹងថាក្លឹបអធិរាជត្រូវរំសាយចោលមែនទេអ្វីដែលគាត់និយាយគឺពិតទាំងអស់ដំណឹងនេះមានតែនៅថ្នាក់លើប៉ុណ្ណោះខ្ញុំមិនបានសាច់ទេតើគាត់ដឹងបានយ៉ាងម៉េចខ្ញុំក៏មិនដឹងដែរគាត់គ្រាន់តែឲ្យខ្ញុំនាំពាក្យមកប្រាប់អ្នកគាត់នៅណាឲ្យខ្ញុំទៅរកគាត់អាម្នាក់នោះចេញមកហើយនៅឯណានៅទីនោះទើបតែចេញមកបងប្អូនឲ្យមើលវាចុះបងស្រីថ្លៃយើងជួបគ្នាទៀតហើយអ្នកកំពុងធ្វើពុតជាល្ងងមែនទេខ្ញុំធ្លាប់ប្រាប់ហើយបើអ្នកហ៊ានប៉ះខ្ញុំអ្នកងាប់មិនខានល្ងាចមិញខ្ញុំនាំគ្នាមកមិនគ្រប់ទឹកមិនចង់រករឿងអ្នកឥឡូវនេះដល់ពេលទូទាត់បញ្ជីហើយតើអ្នកក្រវីដៃធ្វើស្អីស្មានថាខ្លួនឯងខ្លាំងណាស់មែនទេមើលតែរៀងអ្នកទៅដឹងតែចាស់វង្វេងហើយអ្នកណាអូពួកកូនចៅខ្ញុំចំណាំមិនបានថាជាអ្នកណាទេសាក់និយាយមួយម៉ាត់ទៀតមើលវងទី2មើលចុះគ្មានបានការសោះថ្ងៃក្រោយកុំមកចង់ការប្រាក់ក្នុងទឹកដីខ្ញុំទៀតទៅចេញទៅឲ្យឆ្ងាយទៅចេញទៅចេញទៅចេញទៅតើអ្នកដឹងដោយរបៀបណាថាក្លឹបភូមិឆៅនឹងត្រូវគេរុះរើតើអ្នកដឹងរឿងក្លឹបភូមិឆៅនឹងត្រូវគេរុះរើបានយ៉ាងម៉េចបងយ៉ានខ្ញុំដឹងដោយរបៀបណាវាមិនសំខាន់ទេអ្វីដែលសំខាន់គឺខ្ញុំដឹងពីវិធីការពីក្លឹបភូមិឆៅរបស់អ្នកមិនឲ្យគេរុះរើបានអាប្អូនអ្នកដឹងទេថាបើអ្នកហ៊ានបោកខ្ញុំឥឡូវនៅមិនទាន់និយាយទៀតហេអ្នកឯងចេះចេញបងប្រុសម្នាក់នេះប្រហែលជាចង់បោកយើងទេដឹងចង់ញ៉ាំមីហិរទេមិនញ៉ាំទេឥឡូវនិយាយបាននៅខាងលើគេចង់រុះរើគឺផ្លូវវូយ៉ាងបើក្លឹបភូមិឆៅរបស់អ្នកនៅចំកណ្ដាលក្រុងនោះគេចង់រុះរើពិតជាគ្មានផ្លូវទៅបាទេប៉ុន្តែក្លឹបតូចមួយនេះរបស់អ្នកស្ថិតនៅចំណុចប្រសពរវាងផ្លូវពីរឲ្យតែមានអ្នកធំខាងលើព្រមជួយរឿងរុះរើមិនរុះរើគឺអាស្រ័យលើសម្ដីគេតែមួយម៉ាត់ប៉ុណ្ណោះអាម្នាក់នេះនិយាយមិនខុសទេអ្នកឯងនិយាយសុទ្ធតែរឿងឥតប្រយោជន៍បើខ្ញុំអាចរកអ្នកជួយបានលោកទី7ក្លឹបភូមិឆៅរបស់អ្នកដំឡើយជារបស់លោកហឹងជាកន្លែងកំសាន្តក្រោមបង្គាប់លោកស៊ីឲ្យតែអាចសុំឲ្យគាត់ជួយបានវាមិនមែនជាសម្ដីតែមួយម៉ាត់របស់គាត់ទេអីអ្វីដែលអ្នកនិយាយគឺលោកទី7ហឹងជាចាស់ទុំក្នុងសមាគមសាងហឺគ្រាន់តែខ្ញុំសុំគាត់នឹងជួយភ្លាមមែនទេបងប្រុសបើធម្មតាពិតជាមិនអាចទៅរួចទេប៉ុន្តែពេលនេះពិតជាមានឱកាសបែបនេះមែននិយាយត្រង់ទៅចុះខ្ញុំនេះណាបាននៅដំណឹងមួយដោយចៃដន្យថ្ងៃស្អែកនឹងមានគេចាប់ចម្រិតកូនប្រុសលោកទី7ហឹងអ្នកប្រកាសទេអាឡូលោកស៊ូអ្នកចាប់មនុស្ស2-3នាក់មកធ្វើពុតជាចាប់ចម្រិតប្រពន្ធរបស់កូនប្រុសលោកទី7បង្កើតឱកាសឲ្យខ្ញុំដើម្បីបានចូលទៅជិតគាត់ពិតជាប្រកបណាស់អ្នកប្រកបមែនទេប្រកបណាស់បងប្រុសសាក់គិតមើលទៅលោកទី7តម្រាំតែមានកូនគឺចាស់បាត់ទៅហើយគាត់មានកូនប្រុសតែម្នាក់គត់នេះឯងបើអ្នកអាចជួយសង្គ្រោះកូននិងប្រពន្ធកូនគាត់បានកុំថាឡើយត្រឹមតែរក្សាក្លឹបតូចមួយនេះសូម្បីតែចង់ឡើងបុណ្យស័ក្តិខ្ពស់ជាងនេះក៏បានដែរវានៅតែជារឿងងាយស្រួលដដែលខ្ញុំបានជប់សម្រាប់អស់រយៈពេល3ឆ្នាំហើយបងប្រុសសែនយ៉ាងអ្នកក៏ជាអ្នកចាស់ភាសាក្នុងលោកនេះដែរអ្នកគួរតែយល់ហើយមនុស្សថ្នាក់ទាបសុទ្ធតែមានចិត្តចង់ឡើងទៅលើខ្ញុំក៏ចង់មានមុខមាត់ដែរប៉ុន្តែខ្ញុំគ្មានមិត្តភក្តិទេខ្ញុំម្នាក់ឯងមិនអាចជួយសង្គ្រោះប្រពន្ធកូនប្រុសរបស់គាត់បានទេទើបខ្ញុំនឹកឃើញដល់អ្នក
អ្នកគឺជាមនុស្សរបស់សមាគម Shen ហើយអ្នកក៏មានបងប្អូនច្រើននៅក្រោមបង្គាប់ដែរម្យ៉ាងទៀតខ្ញុំក៏មានវិធីស្វែងរកអ្នកឃើញដែរដូច្នេះសម្រាប់ខ្ញុំអ្នកគឺជាដៃគូសហការដ៏ល្អបំផុតល្អណាស់ប្រសិនបើខ្ញុំអាចឡើងទៅលើបានខ្ញុំធានាថាអ្នកនឹងមិនអីទេបងជីដូនមួយអ្នកពិតជាមានគុណធម៌ណាស់ទៅគ្មានលុយតើបើកឡានយ៉ាងម៉េចតើអ្នករាល់គ្នាកំពុងធ្វើអ្វីលោកស្រីបើមិនចង់ឲ្យអ្នកនិងម្ដាយរបស់អ្នកមានគ្រោះថ្នាក់ទេតើតាមពួកយើងមកដោយសម្រួលទៅតើជានរណាមិនស្គាល់ប្តីខ្ញុំទេអីលោកស្រីទុកសម្ដីខ្ញុំជាខ្យល់បក់តាមត្រចៀកមែនទេឪពុករបស់ខ្ញុំគឺជាអ្នកធំនៅក្នុងក្រុមហ៊ុន Sheng តើអ្នករាល់គ្នាហ៊ានធ្វើបាបម្ដាយខ្ញុំផងអីលែងកូនប្រុសខ្ញុំទៅខ្ញុំមិនចង់ធ្វើបាបគាត់ទេអ្នកគ្រាន់តែដើរតាមពួកយើងមកទៅកុំសម្លាប់កូនប្រុសខ្ញុំអីបើមិនចង់ស្លាប់ទេលែងពួកគេទៅបើមិនចង់ស្លាប់ទេលែងពួកគេទៅអាអូនកុំចេះដឹងរឿងគេពេកអ្នកមិនបាច់ខ្វល់ថាខ្ញុំចេះដឹងរឿងគេអត់ទេអ្នកគួរតែមើលសមត្ថភាពខ្លួនឯងផងមើលទៅពួកអ្នកដូចជាអ្នករៀនសូត្រទុនជ្រីបែបនេះតើអាចឈ្នះពួកយើងដែលជាអ្នកលេងបានទេកូនប្រុសបើចាប់ម្ដាយកូនពីរអ្នកនេះបានទាលុយរាប់រយលានពីវ៉ាវខេគាត់ច្បាស់ជាឲ្យមិនខានរឿងនេះពិតជាមិនគួរឲ្យជឿមែនបងប្អូនមានលុយចាយហើយប៉ុន្តែត្រូវតែមានជីវិតដើម្បីចាយវាដែរអាអូនបើអញហ៊ានដើរមកមុខមួយជំហានទៀតខ្ញុំនឹងសម្លាប់ចំណាប់ខ្មាំងយកទេជប់សិនអ្នកចង់បានលុយប៉ុន្មានខ្ញុំនឹងឲ្យទាំងអស់សូមកុំធ្វើបាបកូនប្រុសខ្ញុំអីខ្ញុំចង់បាន1000លានស្អីគេ1ប៊ីលានខ្ញុំអត់មានច្រើនដល់ថ្នាក់ហ្នឹងទេបើអត់មានច្រើនទេអ្នកនិយាយស្អីហ្នឹងយ៉ាងហោចណាស់ក៏100លានដែរយកទេខ្ញុំសុំទេទៅប្តីខ្ញុំបន្តិចបានទេបានប៉ុន្តែបើអ្នកចង់លេងល្បិចអីខ្ញុំនឹងសម្លាប់អ្នកចោលបងភ្នែក3អ្នកជួយទុកពួកគេនៅខាងមុខវិញទៅខាងក្រោយលួចវីឆ្មក់ពួកគេទៅខ្ញុំក៏ចេះក្បាច់គុណខ្លះដែរជួយបងប្រុសនិងអ្នកផ្សេងទៀតផងកុំបារម្ភអីបងជីដូនមួយអាម្នាក់នេះវាខ្លាំងគ្រាន់បើអីចឹងអ្នកប្រយ័ត្នខ្លួនផងកុំខឹងខ្ញុំអីខ្ញុំនឹងកូនអើយហួយរឿងនេះទុកឲ្យខ្ញុំជាអ្នកចាត់ការចុះសៀវលីឲ្យតែអ្នកមិនធ្វើបាបក្មេងអ្នកចង់បានលុយប៉ុន្មានខ្ញុំអាចឲ្យអ្នកបានទាំងអស់ចុះអ្នកមានប៉ុន្មាន100លានមិនមែនខ្ញុំអត់មានទេប៉ុន្តែបើ10លានវិញខ្ញុំអាចឲ្យបានអ្នកគិតយ៉ាងម៉េចដែរអស់ចាមែនមានរឿងល្អអីមែនទេខ្ញុំចាំមុខអ្នកទុកហើយឡើងឡានទៅយកមកឲ្យខ្ញុំយកមកនេះបាទបងសង្ហាបាទមនុស្សត្រូវតែគោរពច្បាប់សៀវចាំងអ្នកមិនអីទេមែនទេមិនអីទេកូនប្រុសកូនមិនអីទេមែនទេខ្ញុំក៏មិនអីដែរមិនអីគឺល្អហើយម៉ាក់មានរឿងអីហ្នឹងមានរឿងអីខ្ញុំនឹងកូនអ្នកស្ទើរតែត្រូវគេសម្លាប់ទៅហើយអ្នកនៅសួរទៀតអុយរឿងលក់ដូរយ៉ាងម៉េចហើយសម្រាប់ហើយតែអាម្នាក់ឈ្មោះចិនយ៉ាងនោះដៃធ្ងន់ណាស់ក៏ដៃខ្ញុំស្ទើរតែពិការទៅហើយលើកក្រោយប្រយ័ត្នខ្លួនផងកុំមើលស្រាវជ្រាវរបស់ចិនយ៉ាងឲ្យសោះយកទេលុយបានផ្ញើចូលកាន់នីរបស់អ្នកហើយម្នាក់1លានពួកអ្នកត្រូវចាក់ចេញពីក្រុមចិនចឹងយប់នេះគិតថាទៅដើរលេងសម្រាប់កាយចុះរឿងបានសម្រេចហើយបាទកឹងឡាវជីបានក្បត់សានហឺហើយគាត់ត្រូវតែសងថ្លៃចំពោះរឿងនេះ
ស្អីគេមិនអីគឺល្អហើយមិនអីគឺចុះអ្នកវិញមិនទាន់គេងលក់ទេខ្ញុំស្មានតែក្នុងចិត្តអ្នកមានតែរឿងកូនប្រុសម្នាក់នឹងតើចុះប្រពន្ធម្នាក់នេះវិញខ្ញុំមិននឹងអាចភ្លេចបានទៅអ្នកឲ្យខ្ញុំត្រឡប់ទៅទិញកាបូប10ឲ្យអ្នកសិនតើអ្នកមិនអីទេមែនទេមែនហើយអ្នកគឺជាប្រពន្ធនឹងកូនរបស់ខ្ញុំតើមានអ្នកណាដែលមិនជួយប្រពន្ធកូនខ្លួនឯងនោះបងស្រីជួយលោកស្រីនឹងកូនគឺជាតួនាទីរបស់ខ្ញុំលោកម្ចាស់ទី7តាមពិតខ្ញុំជាមនុស្សរបស់សមាគមសានហ៊ូទទួលបន្ទុកគ្រប់គ្រងក្លឹបហាងឆាវគ្រាន់តែឋានៈខ្ញុំទាបពេកទើបមិនអាចធ្វើឲ្យលោកម្ចាស់ទី7ចងចាំខ្ញុំបានខ្ញុំឆ្ងល់ថាហេតុអ្វីបានជាមើលទៅគាត់សាំភ្នែកម្លេះដូចជាធ្លាប់ឃើញនៅកន្លែងណាមួយបើអាចឲ្យលោកម្ចាស់ទី7ចំណាំបានគឺជាសំណាងរបស់ខ្ញុំណាស់ហាហាអរគុណលោកម្ចាស់ទី7នៅមានយុវជនម្នាក់នេះទៀតគាត់បានជួយលោកស្រីនិងជួយពួកយើងថែមទាំងរងរបួសខ្លួនឯងទៀតអ្នកត្រូវតែអរគុណគាត់ឲ្យបានល្អបើមិនអញ្ចឹងទេបាត់បង់ប្រពន្ធទៅនឹងទៅជាយ៉ាងណាហើយបាត់បង់កូនទៀតដល់ពេលនឹងចង់ស្ដាយក្រោយក៏យំមិនចេញដែរតើអ្នកឈ្មោះអ្វីដែរខ្ញុំឈ្មោះលីសានហ៊ូបងប្អូនទាំងអស់គ្នាហៅខ្ញុំថាវ៉ាសានយ៉ាធ្វើបានល្អណាស់ចុះប្អូនប្រុសវិញតើឈ្មោះអ្វីដែរខ្ញុំឈ្មោះឆិនយ៉ាវរបួសលើមុខទាំងនោះអូមិនអីទេបាទគឺជួយរងកម្មបិទជំនួសអ្នកប្រុសតូចគ្រាន់តែមុតបន្តិចបន្តួចមិនអីទេពិតជាបានជួយរងកម្មបិទជំនួសកូនប្រុសខ្ញុំមែនប្អូនប្រុសតើអ្នកមានចំណាប់អារម្មណ៍មកធ្វើការក្បែរខ្ញុំទេប្អូនប្រុសអើយចង់មកធ្វើជាជំនួយការក្បែរខ្ញុំទេខ្ញុំនិយាយពាក្យនេះចេញមកហើយអរគុណច្រើនដែលយល់ដល់ខ្ញុំចាប់ពីថ្ងៃស្អែកទៅអ្នកមកតាមខ្ញុំទៅពួកអ្នកបានជួយប្រពន្ធនិងកូនរបស់ខ្ញុំអាចបំពេញបំណងប្រាថ្នាឲ្យអ្នកមួយទៀតនិយាយមកកុំបារម្ភអីត្រឡប់ទៅវិញខ្ញុំចង់ចូលធ្វើការនៅក្លឹបហាងឆាវរបស់បងសានយ៉ាក្លឹបហាងឆាវមែនទេវាចិត្តត្រូវរំសាយចោលហើយតែខ្ញុំអាចជួយរក្សាអ្នកទុកបានប៉ុន្តែបំណងប្រាថ្នាដែលខ្ញុំផ្ដល់ឲ្យអ្នកគឺមានតម្លៃណាស់ណាអ្នកច្បាស់ហើយថាមិនចង់គិតម្ដងទៀតទេនិយាយបែបនេះតើខ្ញុំអាចទទួលបានទំនុកចិត្តពីអ្នកដោយរបៀបណាអ្វីដែលអ្នកកញ្ញាបាននិយាយបើគ្មានបងប្រុសភ្នែក3ទេខ្ញុំក៏គ្មានឱកាសបានជួបបទពិសោធន៍ជាមួយអ្នកបែបនេះដែរហាធ្វើជាមនុស្សត្រូវតែស្គាល់គុណនិងតបស្នងសងគុណវិញល្អណាស់ក្មេងម្នាក់នេះមានចិត្តសឿនខ្ញុំចូលចិត្តអ្នកកុំបារម្ភខ្ញុំ